បាទទីនេះគឺជាប្រាសាទតាព្រំផ្នែកខាងត្បូងខ្ញុំនាំអស់លោកស្រីមកទស្សនានៅទីនេះដើម្បីចង់បង្ហាញស្លាកស្នាមប្រវត្តិសាស្ត្រមួយដែលបញ្ជាក់អំពីជំនឿនៃដូនតាខ្មែរកាលពីសតវត្សទី12ក្រោមរាជព្រះបាទជ័យវរ្ម័នទី7មើលចុះនៅផ្ទាំងចម្លាក់ដែលគេបំផ្លាញដោយប្រតិកម្មសាសនាក្រោមរាជព្រះបាទជ័យវរ្ម័នទី8នៅសតវត្សទី13នោះបានបន្សល់ទុកស្លាកស្នាមរូបបដិមាស្ត្រីទេពមួយអង្គដែលមានប្រហោះ2ហើយនៅកណ្ដាលនេះមានដូចជាប្រហោះរបស់ព្រះសម្មាសម្ពុទ្ធដែលអង្គុងសមាធិនៅលើរង្វេលនាគមុជលន្តៈហើយក្បាលនាគនេះឃើញស្នាមនៅឡើយអាចជានាគក្បាល7ឆ្លាក់នៅពីក្រោយព្រះសិរសានៃព្រះសម្មាសម្ពុទ្ធគង់នៅសមាធិចំកណ្ដាលដែលអមទៅដោយព្រះនាងប្រាជ្ញាបារមិតៈហើយនៅទីនេះឃើញមានស្លាកស្នាមប្រហោះ4ពីរឆ្វេងពីរស្ដាំគឺជាទេពព្រះពោធិសត្វអវលោកេស្វរៈបាទអវលោកេស្វរៈឆ្លាក់នៅខាងស្ដាំព្រះពុទ្ធប្រាជ្ញាបារមិតៈឆ្លាក់នៅខាងឆ្វេងគឺជារូបបដិមាដែលបញ្ជាក់អំពីលទ្ធិសាសនាវិជ្ជរយានបែបតន្ត្រៈមានន័យថានៅក្នុងព្រះពុទ្ធមហាយានគេអង្គុយធ្វើតបៈសមាធិបែបតបៈវិជ្ជរៈត្រូវជំនួយដោយធាតុ2សំខាន់ទី1ធាតុនៃប្រាជ្ញាគឺអតិទេពស្ត្រីគឺតំណាងឲ្យធាតុនៃបញ្ញាប្រាជ្ញាបារមិតាទី2គឺជាធាតុឧបាយតើតាមានកម្លាំងមេត្តាករុណាហ្នឹងគឺជាឧបាយដើម្បីផ្សំជាមួយនឹងបញ្ញាបង្កើតបានជាធម្មពលជំរុញឲ្យទៅរកផ្លូវនៃការត្រាស់ដឹងឬការរួចរំដោះអញ្ចឹងស្លាកស្នាមដែលនៅសល់ច្បាស់ជាងគេនៅផ្នែកខាងត្បូងនៃប្រាសាទតាព្រំគឺជាផុសតាងបុរាណវិទ្យាដើម្បីបង្ហាញយើងថានៅតាមបណ្ដោយជញ្ជាំងរបងនៃប្រាសាទតាព្រំនេះតែងមានបដិមាគេហៅថាត្រៃសរណគមក្នុងពុទ្ធសាសនាមហាយានដែលមានព្រះពុទ្ធគង់ចំកណ្ដាលប្រាជ្ញាបារមិតាភេទស្រីនៅខាងឆ្វេងអវលោកេស្វរៈនៅខាងស្ដាំបាទខ្ញុំគ្រាន់តែបង្ហាញថាថ្មដែលបន្សល់ផុសតាងអាចនិយាយប្រាប់យើងអំពីប្រវត្តិកាលពីសតវត្សទី12ឲ្យយល់ដឹងអំពីជំនឿសាសនាពុទ្ធសាសនាមហាយានវិជ្ជរយានតន្ត្រៈព្រោះតែថ្មបន្សល់សាសនាមធ្វើឲ្យយើងដឹងព័ត៌មានពីអតីតកាលទើបយើងប្រើពាក្យថាថ្មចេះនិយាយសូមបងប្អូនចូលរួមជាតិឧស្សាហ៍មកស្ដាប់ថ្មនិយាយដើម្បីយល់ដឹងអំពីដូនតារបស់ខ្មែរលុះត្រាតែយើងយល់ដឹងអំពីខ្មែរស៊ីជម្រៅទៅលើវប្បធម៌ខ្មែរទើបយើងខ្លាយទៅជាជួនជាតិដែលមានគុណភាពអាចការពារប្រទេសខ្មែរបានខ្ញុំសង្កេតឃើញថាបច្ចុប្បន្ននេះមានបងប្អូនខ្មែរមកជាច្រើនមកទស្សនាប្រាង្គប្រាសាទអង្គរវត្តដែលធ្វើឲ្យខ្ញុំមានភាពរីករាយបន្ទាប់ពីមានបញ្ហាសង្គ្រាមឈ្លានពានបង្កដោយទ័ពថៃនោះព្រោះកន្លងមកយើងបានទៅទស្សនានៅប្រទេសថៃយកលុយឲ្យគេពាន់លានប្រចាំឆ្នាំធ្វើឲ្យកើនសេដ្ឋកិច្ចគេហើយផ្ទុយទៅវិញធ្វើឲ្យគេមកវាបហាយើងតែបច្ចុប្បន្ននេះឃើញមានបងប្អូនបានបង្វែរចរន្តទេសចរក្រៅស្រុកមកទស្សនាប្រាង្គប្រាសាទនៅសៀមរាបមានផលសំខាន់2ដែលជះឲ្យសង្គមយើងទី1គឺអ្វីដែលបងប្អូនចំណាយនៅសៀមរាបបានជួយសេដ្ឋកិច្ចក្នុងស្រុកឲ្យបងប្អូននៅតំបន់នេះរស់ស៊ីមានបានតាមរយៈលក់អាហារលក់អនុស្សាវរីយ៍ជាងថតអ្នករត់តុកដឹកជញ្ជូនផ្នែកទេសចរសន្តាគារផ្ទះសំណាក់គឺបានរស់ដោយសារបងប្អូនផលសំខាន់ទី2គឺធ្វើឲ្យបងប្អូនយល់បានអំពីវប្បធម៌ដូនតាធ្លាប់តែដើរលេងស្រុកគេទៅសើស្រុកគេថាស្អាតតែពេលដែលមកលេងស្រុកយើងស្អាតជាងគេនិងមានលក្ខណៈពិសេសហើយពិសេសជាងនេះទៅទៀតការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមរបស់បងប្អូនបានជំរុញឲ្យកើតជារូបភាពទេសចរវប្បធម៌និងធម្មជាតិហើយតាមរយៈជំនួយរបស់បងប្អូនទេសចរនឹងមកលេងស្រុកយើងកាន់តែច្រើន
សូមអរគុណ